ក្នុងករណីដែលមានការបំពានណាមួយពាក់ព័ន្ធនឹងរូបភាពរបស់គាត់ពលបើយើងនិយាយងាយយល់ទៅក្នុងករណីមានការប្រើប្រាស់រូបភាពណាមួយរបស់គាត់ដោយគ្មានការព្រមព្រៀងជាមុនពីគាត់ទេក្នុងនាមគាត់ជាម្ចាស់រូបហ្នឹងគាត់មានសិទ្ធិណាសុំឲ្យបញ្ឈប់ឬក៏ឧទាហរណ៍ថាគាត់បានផ្ញើរូបទៅហើយមានសិទ្ធិសុំឲ្យយករូបនោះវិញឬក៏ក្នុងកលៈទេសៈណានោះគាត់បានផ្ញើរូបនឹងហើយរូបនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់គាត់មានការខូចខាតណាមួយតាមក្រមរដ្ឋប្រវេណីយើងគាត់មានសិទ្ធិទាមទារសំណងចាទស្សនិកជនជាទីគោរពនៅក្នុងនីតិអប់រំច្បាប់របស់សារព័ត៌មានព្រះខ័ននៅថ្ងៃនេះយើងនឹងជជែកអំពីសិទ្ធិនៃការប្រើប្រាស់រូបភាពដើម្បីលម្អិតទៅលើប្រធានបទនេះយើងជួបជជែកជាមួយលោកមេធាវីសែងសុផិនលោកមេធាវីគឺជាសមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានការិយាល័យមេធាវី SS Law ដើម្បីលម្អិតទៅលើប្រធានបទនេះនឹងជួបជាមួយលោកមេធាវីសែងសុផិនដូចតទៅជម្រាបសួរលោកមេធាវីបាទជំរាបសួរចាលោកមេធាវីថាតើអ្វីទៅជាសិទ្ធិនៃការប្រើប្រាស់រូបភាពឬក៏យើងនិយាយម្យ៉ាងទៀតថាសិទ្ធិខាងរូបភាពនោះចា៎បាទសូមអរគុណកញ្ញាហើយសូមគោរពជំរាបសួរដល់ទស្សនិកជនទាំងអស់ជាទីគោរពពាក់ព័ន្ធទៅនឹងសំណួរសួរថាអ្វីទៅជាសិទ្ធិក្នុងការប្រើប្រាស់រូបភាពហើយអ្វីទៅជាសិទ្ធិខាងរូបភាពជាស្ដែងទៅសិទ្ធិខាងរូបភាពនេះមានចែងនៅក្នុងច្បាប់យើងតែម្ដងណាសិទ្ធិខាងរូបភាពនេះវាជាផ្នែកមួយនៃសិទ្ធិបុគ្គលដែលសិទ្ធិបុគ្គលនេះជាស្ដែងទៅគឺទទួលបានការការពារដោយទាំងក្រមព្រហ្មទណ្ឌនិងក្រមរដ្ឋប្រវេណីយើងជាឧទាហរណ៍ស្រាប់នៅក្នុងមាត្រា10នៃក្រមរដ្ឋប្រវេណីយើងគឺបានឲ្យនិយមន័យនៃពាក្យថាអ្វីទៅជាសិទ្ធិបុគ្គលដែលក្នុងនោះនិយមន័យហ្នឹងក៏មានគ្រប់ដណ្ដប់ទៅលើអ្វីទៅជាសិទ្ធិខាងរូបភាពដែរមានន័យថាម៉េចមានន័យថាសិទ្ធិខាងរូបភាពក៏ជាផ្នែកនៃសិទ្ធិបុគ្គលណាហើយសិទ្ធិបុគ្គលនេះវាផ្សារភ្ជាប់ទៅនឹងបុគ្គលនឹងតែម្ដងផ្សារភ្ជាប់ទៅនឹងបុគ្គលនឹងมันអាចកាត់ផ្ដាច់ចេញពីបុគ្គលបានទេមានន័យថាម៉េចខ្ញុំឧទាហរណ៍ដូចជាសិទ្ធិបុគ្គលដែលចែងនៅក្នុងក្រមរដ្ឋប្រវេណីហ្នឹងគឺមានកំណត់ដូចជារូបកាយជីវិតកិត្តិយសសេចក្តីថ្លៃថ្នូរអីហ្នឹងសិតតែជាអ្វីដែលมันអាចកាត់ផ្ដាច់ចេញពីបុគ្គលនឹងផ្ទាល់មានន័យថាសិទ្ធិបុគ្គលវាជាសិទ្ធិផ្ដាច់មុខរបស់បុគ្គលនោះកន្លែងនេះធ្វើឲ្យយើងយល់បានទៀតថារាល់ការប្រើរូបភាពណាមួយនៃបុគ្គលណាមួយវាជាសិទ្ធិផ្ដាច់មុខរបស់គាត់អញ្ចឹងរាល់ការប្រើប្រាស់ណាមួយទាមទារដាច់ខាតត្រូវមានការយកព្រមពីគាត់ជាមុនសិនហើយដោយអ្វីដែលខ្ញុំបញ្ជាក់មិញថាសិទ្ធិខាងរូបភាពឬក៏សិទ្ធិបុគ្គលនឹងទទួលបានការការពារដោយក្រមព្រហ្មទណ្ឌនិងក្រមរដ្ឋប្រវេណីហ្នឹងគឺត្រង់ការការពារដោយក្រមរដ្ឋប្រវេណីគឺថាក្នុងករណីដែលមានការបំពានណាមួយពាក់ព័ន្ធនឹងរូបភាពរបស់គាត់ពលបើយើងនិយាយងាយយល់ទៅក្នុងករណីមានការប្រើប្រាស់រូបភាពណាមួយរបស់គាត់ដោយគ្មានការព្រមព្រៀងជាមុនពីគាត់ទេក្នុងនាមគាត់ជាម្ចាស់រូបហ្នឹងគាត់មានសិទ្ធិណាសុំឲ្យបញ្ឈប់ឬក៏ឧទាហរណ៍ថាគាត់បានផ្ញើរូបទៅហើយមានសិទ្ធិសុំឲ្យយករូបនោះវិញឬក៏ក្នុងកលៈទេសៈណានោះគាត់បានផ្ញើរូបនឹងហើយរូបនោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់គាត់មានការខូចខាតណាមួយតាមក្រមរដ្ឋប្រវេណីយើងគាត់មានសិទ្ធិទាមទារសំណងអាហ្នឹងគឺក្នុងក្របខ័ណ្ឌរដ្ឋប្រវេណីដែលឡាយចំពោះក្របខ័ណ្ឌព្រហ្មទណ្ឌវិញតើសិទ្ធិខាងរូបភាពនោះវាទទួលបានការការពារយ៉ាងម៉េចទទួលបានការការពារត្រង់ថាពិសេសគឺនៅក្នុងមាត្រាបើតាមខ្ញុំចាំដូចជា302នៃក្រមព្រហ្មទណ្ឌយើងចែងថាអំពើថតរូបរបស់បុគ្គលណាមួយជាក់លាក់នោះនៅក្នុងទីកន្លែងឯកជនហើយគ្មានការព្រមព្រៀងពីគាត់ទៀតត្រូវផ្តន្ទាទោសតាមច្បាប់ហើយទោសនឹងមានដល់ទោសពន្ធនាគារទៀតណាពី1ខែរហូតដល់1ឆ្នាំបាទអញ្ចឹងជាសរុបមកសិទ្ធិរូបភាពឬក៏សិទ្ធិខាងរូបភាពដែលជាផ្នែកមួយនៃសិទ្ធិបុគ្គលនេះវាជាសិទ្ធិផ្ដាច់មុខរបស់ម្ចាស់រូបតែម្ដងពលបើយើងចង់ប្រើប្រាស់ឬក៏ចង់យករូបនោះទៅធ្វើក្នុងគោលបំណងណាមួយទាមទារដាច់ខាតត្រូវមានការព្រមព្រៀងពីគាត់ជាមុនសិនការព្រមព្រៀងនៅក្នុងនេះព្រមព្រៀងយ៉ាងម៉េចដែរទៅជានីយអក្សរឬក៏ព្រមព្រៀងតាមរយៈការនិយាយតទល់គ្នារវាងខ្ញុំនិងលោកមេធាវីចា៎បាទសូមអរគុណចំពោះសំណួរជាក់ស្ដែងទៅច្បាប់អត់បានចែងឲ្យជាក់លាក់តើការព្រមព្រៀងនេះជានីយអក្សរឬក៏តមនោះទេប៉ុន្តែមានបញ្ញត្តិមួយនៅក្នុងមាត្រា302ដដែលនៃក្រមព្រហ្មទណ្ឌគេនិយាយថាអានឹងច្បាប់គេសន្មត់តែម្ដងណានៅរឿងរដ្ឋប្រវេណីគេអត់បានកំណត់ទេហ្នឹងណាគេថាត្រូវបានសន្មត់ថាជាការព្រមព្រៀងប្រសិនបើយើងបានជូនដំណឹងទៅម្ចាស់រូប
ថាណែខ្ញុំនឹងប្រើរូបអ្នកឯងក្នុងគោលម្ដង1 2 3ឧទាហរណ៍ហើយគាត់គ្មានការចំទាស់មានន័យថាកន្លែងនេះស្ងាត់មានន័យថាអូខេវិញបាទកន្លែងហ្នឹងណាអញ្ចឹងយើងអាចដើម្បីជៀសវាងផលវិបាកផ្លូវច្បាប់ការប្រើប្រាស់រូបណាមួយគួរតែមានការព្រមព្រៀងមិនថាផ្ទាល់មាត់លើលាក់អក្សរនោះទេ ក្នុងករណីថាព្រមព្រៀងឲ្យមានការប្រើប្រាស់រូបភាពអត់មានកំណត់ថាជាលិលាអក្សរឬក៏សម្ដីនិយាយចេញទៅផ្ទាល់មាត់ទេក៏ប៉ុន្តែបើក្នុងករណីឧទាហរណ៍ថាខ្ញុំព្រមព្រៀងថាអាចប្រើប្រាស់រូបភាពខ្ញុំបានតែបន្ទាប់មកទៀតខ្ញុំបែរជាមិនពេញចិត្តហើយកន្លះវិញថាខ្ញុំអត់បាននិយាយថាប្រើមកប្រើរូបភាពខ្ញុំទេហើយបានថតរូបភាពខ្ញុំជាសាធារណៈករណីនេះថាតើច្បាប់អាចដោះស្រាយយ៉ាងម៉េចដែរទេចា បាទសូមអរគុណកន្លែងនេះវាពាក់ព័ន្ធទៅនឹងកាតព្វកិច្ចឬក៏គេហៅថាបន្ទុកបង្ហាញផុសតាងអានេះវាជាពាក្យច្បាប់អញ្ចឹងដើម្បីទទួលបានការពារខ្លួនអ្នកណាក៏ដោយទៅមានកាតព្វកិច្ចបង្ហាញផុសតាងណាតើគាត់បានទទួលការព្រមព្រៀងអត់ហើយពេលខ្លះព្រមព្រៀងឲ្យតែថតរូបទេប៉ុន្តែគាត់ធ្វើលើសពីទំហំហ្នឹងថតរូបហើយយកទៅបង្ហោះទៀតណាអញ្ចឹងយើងបែងចែករវាងការថតរូបហើយថតរួចយកទៅបង្ហោះតែខ្ញុំឯកភាពឲ្យថតរូបមិនមែនតែខ្ញុំឯកភាពឲ្យផុសរូបទេអញ្ចឹងណាអញ្ចឹងត្រឡប់ទៅសំណួរវិញសួរថាដើម្បីការពារមិនក្នុងនាមគាត់ដើម្បីការពារហានិភ័យខ្លួនគាត់ត្រូវច្បាស់ថាគាត់មានអីការពារណាមានជាផុសតាងជាលិលាអក្សរជា voice ណាមួយជាជាងនិយាយតែមាត់ហើយចង់ក្រោយមកគេកន្លះបាទអាចថាសម័យនេះជាសម័យ digital ហើយការសុំអនុញ្ញាតណាមួយវាមានការឡើងជាសលេងឡើងជាអក្សរស្រាប់ហើយដូច្នេះវាមិនចោលជាបញ្ហាទេបាទងាយស្រួលណាស់ឡើយ